នាងខ្ញុំសូមជម្រាបសួរជាថ្មីម្ដងទៀតហើយជួបជាមួយនឹងខ្ញុំស្រីណែតជាមួយនឹងអត្ថន័យសំខាន់ដែលជួយឲ្យលោកអ្នកអភិវឌ្ឍខ្លួនបានថ្ងៃនេះយើងនឹងនិយាយជាមួយគ្នាអំពីភាពក្លាហានជំនះនៅការភ័យខ្លាចសំខាន់មែនទែនដែលយើងត្រូវស្គាល់ថាបើសិនជាយើងនៅតែភ័យខ្លាចក្នុងការបំពេញការងារអ្វីមួយឬសកម្មភាពអ្វីមួយនោះយើងនឹងនៅតែភ័យខ្លាចហើយនឹងមានការស្ដាយក្រោយជានិច្ចនេះបានន័យថានៅពេលដែលលោកអ្នកចង់សាកល្បងនៅមុខម្ហូបណាមួយក៏ប៉ុន្តែលោកអ្នកមិនហ៊ានសាកល្បងវានឹងធ្វើឲ្យលោកអ្នកខកខាននឹងភ្លក់របស់មុខម្ហូបថ្មីដែលផ្ដល់ជាបទពិសោធន៍ថ្មីឬក៏ឲ្យជារសថ្មីសម្រាប់លោកអ្នកភ្លក់ហើយនឹងចំណាយពេលបានពេញលេញក្នុងការចាយលុយទៅលើម្ហូបមួយដែលលោកអ្នកមិនធ្លាប់ភ្លក់មកពីមកវាសំខាន់មែនទែនគឺនៅពេលដែលលោកអ្នកចេះមានភាពក្លាហាននៅក្នុងខ្លួនហើយបោះជំហានទៅខាងមុខសាកល្បងនៅអ្វីថ្មីការភ័យខ្លាចគឺជាអ្នករារាំងធ្វើឲ្យលោកអ្នកនៅកន្លែងដដែលភាពភ័យខ្លាចនៅក្នុងករណីការនិយាយក្នុងកន្លែងនេះគឺបានន័យថាលោកអ្នកនៅតែមិនផ្លាស់ប្ដូរនៃការអភិវឌ្ឍខ្លួនឯងដូចជាការអនុវត្តនៃកិច្ចការងារមួយដែលមិនបានរារាំងលោកអ្នកមិនឲ្យលោតទៅខាងមុខដូចជាការងារធ្វើការអាជីវកម្មរកស៊ីជាដើមនៅពេលដែលលោកអ្នកខ្លាចនោះលោកអ្នកមិនមានការអភិវឌ្ឍខ្លួននោះទេហើយវាជារឿងដែលល្អបំផុតដែលលោកអ្នកជាពិសេសអាជីវករត្រូវតែហ៊ានបោះជំហានទៅខាងមុខធ្វើការវិនិយោគទុនធ្វើការវិនិយោគនៅខ្លួនឯងដើម្បីឲ្យលោកអ្នកអភិវឌ្ឍខ្លួនបានទៅថ្ងៃខាងមុខខ្លាចជាមនុស្សអ្នកផ្សេងទៀតនៅពេលដែលអ្នកហ៊ានអ្នកនឹងឃើញពិភពថ្មីអ្នកនឹងឃើញកម្លាំងថ្មីនៅក្នុងខ្លួននៅពេលដែលការធ្វើដំណើរទៅទីកន្លែងមួយនៅពេលដែលលោកអ្នកហ៊ានក្នុងការបោះជំហានខ្ពស់ទៅទីតាំងណាមួយថ្មីអ្នកនឹងមានទទួលបានការស្រូបឥទ្ធិពលហើយបើកភ្នែកឃើញនៅពិភពលោកដ៏ថ្មីមួយដែលលោកអ្នកមិនដែលឃើញមកពីមកបើសិនជាលោកអ្នកនៅតែផ្ទះជារៀងរហូតវាជារឿងល្អដែលលោកអ្នកចេះធ្វើការផ្សងព្រេងហ៊ានប្រើភាពក្លាហានដើម្បីធ្វើការអភិវឌ្ឍខ្លួនឯងបើកផ្លេចខ្លួនឯងឲ្យស្គាល់ពិភពលោកថ្មីមួយទៀតហើយជំហានតូចៗដែលអាចនាំឲ្យទៅការផ្លាស់ប្ដូរធំៗកុំឲ្យការភ័យខ្លាចកាន់កាប់របស់លោកអ្នកវាមានដូចជាការសាងសង់នៃគំនិតឬបានន័យថាលោកអ្នកធ្វើប្រែភាពក្លាហានរបស់លោកអ្នកហើយយកវាទៅជាលេសមួយដែលអាចអនុវត្តឲ្យខ្លួនឯងខ្លះជាមនុស្សថ្មីម្នាក់ដែលហ៊ានអនុវត្តនៅរឿងផ្សេងដើម្បីអភិវឌ្ឍខ្លួនឯងកសាងខ្លួនឯងឲ្យខ្លះជាមនុស្សរឹងមាំម្នាក់ក្លាហានពូកែទទួលបាននៅឱកាសថ្មីដើម្បីអភិវឌ្ឍខ្លួនឯងឲ្យខ្លះជាមនុស្សម្នាក់ពេញលេញនិងខ្លះជាមនុស្សធំដែលកូនក្មេងតូចដែលជារូបអ្នកកាលពី10-20 ឆ្នាំមុនរីករាយដែលបានឃើញលោកអ្នកធំពេញវ័យហើយមានភាពក្លាហានចេះនិយាយចេះចាប់ឱកាសថ្មីធ្វើឲ្យខ្លួនឯងមានមោទនភាពចំពោះភាពធំធាត់របស់ខ្លួនឯងនេះចាប់ផ្ដើមថ្ងៃនេះហ៊ានធ្វើអ្វីថ្មីហ៊ានធ្វើឲ្យជីវិតរបស់លោកអ្នករីកចម្រើនឡើងតើលោកអ្នកកំពុងភ័យខ្លាចក្នុងការចាប់ផ្ដើមអ្វីថ្មីមែនទេតោះចាប់ផ្ដើមថ្ងៃនេះជាមួយគ្នាចា៎នាងខ្ញុំស្រីណាតជាអ្នកផលិតមាតិកាវីដេអូពី ADC Online Bookstore ខ្ញុំសូមអរគុណ